ភូមិធម៌ភូមិសុខភូមិបុណ្យទៅមុខកូនរកមិនត្រូវអេមិនស្ដាប់វិជ្ជាទេសនាម៉ែឪតែងចង្អុលផ្លូវប្រាប់កូនប្រុសស្រីតែកូនខ្លះមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សូរស័ព្ទសម្ដីលោកកាយគប្បីគោរពបូជាដូចស្ដាប់អើប្រសង់លំអត់អោនអង្គមង្គមវន្ទីព្រះពុទ្ធដាក់ក្បួនបទូតនាមមេឈ្មោះថាពពីចាគ្រូឯខាងដើមដើម្បីនឹងទូតមានកូនចៅគ្រប់ប្រាណឲ្យបានយ៉ាងឆ្លាប់កុំឲ្យដើរលេងជាលបែងគូខ្ពើមកុំឲ្យអើរងើមសបាយជ្រុលពេកនឹងមិនមែនតែងខ្លួនឯងទេគឺគាត់ថាចំអញ្ចឹងណាបងប្អូនពេលយប់ប្រលប់ទុកដាក់ឲ្យគ្រប់មើលការឲ្យដេកញាក់ឡើងពីយប់ប្រាយរូបពុនរែកកុំឲ្យទាស់ភ្នែកនៅផងទាំងឡាយមើលគេឲ្យអ្នកមានអីគេមិនអត់ឃ្លានមានកាសប្រាក់ចាយដោយគេបានស្ដាប់ច្បាប់ឪពុកម្ដាយគេបានសប្បាយនាលោកនេះហងនេះធម៌ទេសនាសម្រាប់មេត្តានិងបិតាផងបើកូនណាស្ដាប់នៅច្បាប់កន្លងកូននោះលែងឆ្កងនៅផងស្ងួនភ្ងាឈ្មោះបល័យពីរោះពពទេវាទេវតាខាងដើមនៅផ្ដើមរសាបុត្រីបុត្រាត្រូវហៅទេវតាក្នុងផ្ទះគឺម្ដាយនឹងឪពុកជាអ្នកម្ចាស់ស្រុកកូនត្រូវទៅសំពះអេម៉ែឪទូនមានយើងកុំឆ្លៀនពៀនចង់ឲ្យឈ្នះកុំសត្រូវអើនឹងព្រះកន្លងអាត្មាហើយកូនកុំពុទុះសរាយនឹងឪពុកលោកម្ដាយពឹងហៅទេពតាអំពីខាងក្រៅដឹងនៅឯណាឆ្លោះនឹងទេពតាគឺម៉ែឪឯងចៅឲ្យកូននៅតែងតែលំបាកក្រីក្រតោកយ៉ាក់ជាតិនេះឃើញស្ដែកញ៉ែតទៅខាងមុខសោយទុកមិនលែងលុះភ័យទៅស្វែងរកហៅគ្រូទាយហៅបោកាយលេខថាតាមក្បួនតម្រាខុសគ្រូខាងម្ដាយឬខាងឪពុកកុំទុកយូរឆ្ងាយត្រូវលៀងលោបថ្វាយគ្រួយពីទៅបានជាហៅលោកទាយនឹងក៏ត្រូវណាស់តែកូនយើងស្ដាប់មិនច្បាស់បែរទៅវន្ទាទេប្រាក់អរៈជួរបាក់សាម៉ែឪអាត្មាមិនព្រមថ្វាយបង្គំត្រូវយើងលន់នៅទួតោអំពើកំហុសជូនចំណៃនំយ
យកសម្លបាយមកថ្វាយបង្គំខមាលាសុំឲ្យអត់ទោសពេកប៉ុន្តែបែបនេះយើងមិនព្រមធ្វើយកជែកទៅផ្ញើគល់ឈើក្នុងព្រៃដុំថ្មនតាវន្ទាសពថ្ងៃធូប3សរសៃនិយាយសុំសុខច្រើនដាក់ចិត្តជឿឲ្យធ្លោយស្រាប់តែចោលគុណនៅពីមុខជំនឿបែបនេះដូច្នេះសឹងនឹងរាល់ស្រុកត្រង់ម្ដាយឪពុកបោះចោលទៅទេម្យ៉ាងឯទៀតយើងធ្វើបុណ្យខ្លះច្រើនតែចោលគុណមិនចេះរិះរេជ្រុលទៅវត្តឲ្យម៉ែឪឯងអត់ទៅទេព្រោះជឿឲ្យតាមគេរេយកបុណ្យពីខាងក្រៅឯងបុណ្យនៅលើផ្ទះខ្លួនកើតទន់ព្រះអញកន្លងលោករស់នៅបានព្រៃតកាលកាត់ក្បាលអុយឪកណ្ដាលនាំទៅយកបុណ្យវត្តណែអញកណ្ដាលឲ្យសែនឆ្ងាញ់អេពងពោះឡើងខ្លាញ់ថ្មិញលោកចុកមាត់ណែចង់វិសាហើយគឺឲ្យថាយើងធ្វើឲ្យផ្លាត់កាត់ក្បាលឡាយជូនគាត់ដូចក្បាលសុទ្ធអើទៅឆ្អឹងនេះគឺធ្វើបុណ្យខុសទាំងស្រីទាំងប្រុសខ្ញុំប្រាប់ចុះអស់លោកកុំខឹងអ្នកកាលដែលគាត់ឃ្លានគាត់រស់នៅកូនចៅត្រូវតែប្រែងប្រឹងថ្មិញគាត់តែនៅរឹងទៅបីគាត់ឆ្ងាញ់គាត់ពិសាម្យ៉ាងទៀតជឿបុណ្យខ្លាំងយួមហូបទាំងឆ្នាំងយកទៅវត្តរាម៉ែឪគាត់ស្រេកឃ្លានចង់ឲ្យបាតណាស់ណាផ្លយសួរកូនថាអាវ៉ាឯងមានសល់ទេម៉ែឪគាត់កំពុងឃ្លានបាយកោពោះញើសខ្ចាយឃើញសម្លគេកូនគេឆ្លើយវឹងថ្កានថាអត់បានសល់ទេខ្ញុំស្លោគ្រាន់តែទៅវត្តទេឪឪពុកសួរថាបើដួសកាលណាចែកឪខ្លះទៅហើយកូនគេឆ្លើយប្រាប់ថាបាបណាស់ឪគេថាមិនត្រូវឪស៊ីមុនលោកឪពុកកាយចាស់ចាស់ព្រឹកឡើងឃ្លានណាស់គួរឲ្យវាយកឯងចង់ពិសាគេថាមុនលោកមិនបានបរិភោគហើយគេឲ្យបាបផកនេះបនណាយផ្កាប់មុខគ្រីបនចោតស្រុកព្រោះដើរផ្លូវឆ្កងពុំមានតកាលវិសាលយ៉ងព្រោះដើរកន្លងឲ្យម៉ែឪអត់ហៅថាអ្នកឆ្លៀនពៀនមិនចេះធ្វើទៀនច្រើនធ្វើទៀនក្បត់សត្វធាមិនជ្រៅជ្រុលទៅតែខាងវត្តឲ្យម៉ែឪអត់ស្រេកឃ្លានខ្លាំងក្រៃ
នេះគេឯងខុសធ្ងន់ណាស់ព្រោះមិនចេះច្បាស់ច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគំនិតព្រៃខ្សែបន្ថោកតម្លៃនៃអ្នកមានគុណយល់ខុសអើសាឡាព្រោះមិនស្គាល់ច្បាស់អ្នកម្ចាស់ដើមគុណប្រាជ្ញពីបុរាណថាបើបានធ្វើបុណ្យត្រូវថ្វាយព្រះមុនហើយសាប់យើងថ្វាយព្រះសង្ឃបើរៀបចង្ហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់តាមបែបសង្ខេបតម្រង់វេផតតាយថ្វាយសង្ឃត្រូវថ្វាយព្រះមុនគឺអីគឺភោជនាហាបើមានមេត្តាបិតាត្រូវទៅបូជាតបគុណសំយើងថ្វាយព្រះសង្ឃដែលលោកទ្រទ្រង់ខាងសិលបុណ្យព្រោះលោកឯអ្នកដ៏មានគុណរកអ្វីប្រៀបស្មើគ្មាននេះអេត្រូវយើងធ្វើបុណ្យខ្នាតម៉ែឪហូបកើតកំពុងស្រេកឃ្លាតណាពុកម្ដាយរស់នៅកូនត្រូវទៅធ្វើទានបំបត្តិតែក្តីឃ្លាននឹងហើយហៅថាបុណ្យខ្នាតហៅបុណ្យខែភ្លឺកុំចាំគាត់ឈឺបរិភោគមិនកើតម៉ែឪនៅជាហៅថាបុណ្យខ្នាតគាត់បរិភោគទៅកើតបើបានជាងបុណ្យរនោចដល់គាត់ទៅបាត់ជីវិតបុណ្យខែងងឹតដូចថ្ងៃ10រោចម៉ែកូនចៅទាំងឡាយយកបាយឲ្យខ្មោចគឺឥតប្រយោជន៍ខ្មោចណាចេះស៊ីអញកណ្ដឹកមាសាចិញ្ចលងាទៅចាក់ពេញទីមិនគិតរកភួយបានមួយឬពីរមិនចាំងសាមគ្គីរកឲ្យពូកឲ្យគាត់ត្រូវតែរករបស់ធ្វើស្នាបតន់រស់ដណ្ដប់ជូនគាត់កុំចាំដាច់ខ្យល់ទើបខ្វល់គ្រប់មាត់យកស្នាបបាយរុំគាត់ដណ្ដប់ឲ្យអស់ឲ្យភ្លើកត្រេកអទទួលអំណរមិនដឹងត្រូវខុសម្ដេចមិនខ្វល់ខ្វាយជូនឪពុកម្ដាយកាលគាត់នៅរស់ចាំដល់ឲ្យខ្យល់គាត់អស់ទើបទៅធ្វើបុណ្យមហោឡាកាលគាត់រស់នៅអេព្រឹកល្ងាចចាយក្ដួលក្ដៅស្រេកឃ្លានអស់ចឹងមិនរកជូនគាត់ឲ្យអត់អាហារឲ្យទៅធ្វើការចាំផ្ទះឲ្យគេនៃត្រីសាច់ឃ្លានចង់ប្រកាច់ហើយមិនជូនគាត់ទេដល់ឈឺផ្ទេតទេតមហេតុទេពរេដេកជុះកាយទើបគេជូននំជូនចំណីអេទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីទុរេននំប៉័ងសម្រាំងថ្មីម៉ែឈឺលែងស្ដីរឹងស្គៀមស្ងួតក៏ទើបកូនគេសួរថាម៉ែបានស្គាល់ខ្ញុំទេខ្ញុំយកចំណីល្អម៉ែពោលខ្សៅគ្រាវឆ្លើយតបតថាឯងមកម៉ែអណាស់ទីណា